បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទយោងតាមការផ្សាយរបស់ Reuters ក៏ដូចជា Defense News ហើយក៏ដូចជាសារព័ត៌មានរបស់រុស្ស៊ី TASS របស់រុស្ស៊ីបានផ្សាយថារុស្ស៊ីនៅតែបន្តទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងតុរ្គីជំវិញការអភិវឌ្ឍនៃប្រព័ន្ធការពារដែនអាកាស S-400 របស់ខ្លួនរួមគ្នាជាមួយនឹងប្រទេសតុរគ្គីគណៈពេលដែលព័ត៌មានទាំង3នេះបានផ្សាយហើយក៏ដូចជាមានព័ត៌មានចាមរាមដែលបានផ្សាយថាមានការផ្ទេរប្រព័ន្ធនេះទៅប្រទេសផ្សេងមួយទៀតនៅក្នុងឈូងសមុទ្រនេះដែរហើយការអភិវឌ្ឍS-400 នេះផែនការនេះត្រូវបានកើតឡើងស្របពេលដែលមានការពិភាក្សាពីលទ្ធភាពដែលតុរ្គីអាចត្រឡប់ចូលរួមកម្មវិធីយន្តហោះចម្បាំង S-35 ជាមួយសហរដ្ឋអាមេរិកហើយអាចថានឹងមានសន្ទុះកាន់តែខ្លាំងប្រសិនបើតុរ្គីសម្រេចផ្ទេរឬដកប្រព័ន្ធ S-400 នេះចេញវាអាចក្លាយទៅជាជំហានមួយដ៏សំខាន់នៅក្នុងការបន្ធូរភាពតានតឹងជាមួយសហរដ្ឋអាមេរិកនិងបើកផ្លូវឲ្យទីក្រុងអង្គការ៉ាអាចវិលត្រឡប់ទៅកាន់កម្មវិធី S-35 ជាមួយសហរដ្ឋអាមេរិកវិញប៉ុន្តែទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះរដ្ឋាភិបាលតុរ្គីមិនទាន់ប្រកាសជាផ្លូវការណាមួយនៅឡើយទេជុំវិញការសម្រេចចិត្តពាក់ព័ន្ធទៅនឹងអនាគត S-400 ឬក៏ S-35 របស់រុស្ស៊ីនេះផងដែរបាទ Ожидаю третьим каналом маловысотная. По третьему каналу цель уничтожить. Quốc រំលឹកផងដែរអំពីទំនាក់ទំនង S-400 របស់តុរ្គីជាមួយនឹងរុស្ស៊ីហើយនឹង S-35 របស់សហរដ្ឋអាមេរិកជាមួយនឹងតុរ្គីនៅក្នុងឆ្នាំ2017តុរគីបានចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ីក៏ប៉ុន្តែការនោះធ្វើឲ្យអាមេរិកបានខឹងសម្បាហើយក៏បាននឹងជំទាស់ដោយបានលើកឡើងថា S-400 របស់រុស្ស៊ីអាចបង្កហានិភ័យដល់បច្ចេកវិទ្យាសម្ងាត់របស់យន្តហោះចម្បាំង S-35 នៅក្នុងឆ្នាំ2019តុរគីក៏បានទទួល S-400 ពីរុស្ស៊ីហើយបន្ទាប់មកអាមេរិកក៏បានដាក់តុរគីនិងដាក់ទណ្ឌកម្មមួយចំនួនហើយនឹងដកចេញតុរគីពីកម្មវិធីយន្តហោះចម្បាំង S-35 របស់ខ្លួនចាប់ពីពេលនោះមកទំនាក់ទំនងរបស់តុរគីនិងសហរដ្ឋអាមេរិកមានភាពល្អកកនឹងគ្នាហើយប្រទេសតុរគីបានព្យាយាមចរចាជាមួយភាគីសហរដ្ឋអាមេរិកដើម្បីស្ដារនិងកែលម្អទំនាក់ទំនងហើយក៏ដូចជាស្វាស្វែងរកលទ្ធភាពត្រឡប់ចូលទៅក្នុងការអភិវឌ្ឍកម្មវិធីយន្តហោះចម្បាំង S-35 វិញប៉ុន្តែថ្មីនេះមានព័ត៌មានលើកឡើងថាតុរគីអាចផ្ទេរប្រតិបត្តិការ S-400 ទៅប្រទេសទី3ដែលជាហេតុធ្វើឲ្យមានការរំពឹងថាអាចជួយបើកផ្លូវឲ្យតុរគីត្រឡប់ចូលកម្មវិធី S-35 ជាមួយសហរដ្ឋអាមេរិកបានវិញទោះជាយ៉ាងណាមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលតុរគីនៅឡើយទេបាទ